ใส่โทษทุกหรอเอาลงเพิ่มบ้านแต่แม่นเหรอก็ไม่จะជំរាបសួរអ្នកទាំងអស់គ្នានេះគឺជាដំណើរកម្សាន្តរបស់ពួកយើងមកកាន់កោះកុងក្រៅរយៈពេលមួយយប់ពីរថ្ងៃជាមួយនឹងសកម្មភាពជាច្រើននៅលើកោះកុងក្រៅនេះអញ្ចឹងបើចង់ដឹងថាពួកយើងនឹងធ្វើអ្វីខ្លះសូមតាមដានទស្សនាវីដេអូមួយនេះទាំងអស់គ្នាអញ្ចឹងដើម្បីមកដល់កោះកុងក្រៅនេះគឺយើងឆ្លងតាមកំពង់ចម្លងដែលមានឈ្មោះថាជ្រោយប្រោះហើយម៉ោង 4 ទៀបភ្លឺយើងក៏បានជុំគ្នាជិះឡានពីភ្នំពេញមកតាមផ្លូវលបឿនលឿនហើយយើងជិះប្រហែលជា1ម៉ោង 2 ម៉ោងយើងក៏បានមកដល់ចំណតផ្លូវលបឿនលឿនដែលមានឈ្មោះថាកំពង់សិលាពេលដែលយើងមកដល់ទីនេះនៅពេលព្រឹកយើងឃើញភ្នំឃើញអាប់និងឃើញពន្លឺព្រះអាទិត្យដែលជិតរះនៅទីនេះធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនទិដ្ឋភាពបែបនេះធ្វើឲ្យយើងប្លែកភ្នែកមែនទែនដោយសារតែយើងនៅទីក្រុងយូរយើងឃើញតែអគារខ្ពស់ៗជាមួយនឹងចរាចរណ៍ខ្វាត់ខ្វែងហើយយើងខានបានឃើញធម្មជាតិដ៏ស្រស់ស្រាយបែបនេះជាយូរមកហើយអញ្ចឹងពួកយើងគួរតែមានពេលវេលាបែបហ្នឹងខ្លះដើម្បីឲ្យខួរក្បាលរបស់យើងបានសម្រាកពីការនឿយហត់បន្ទាប់ពីយើងបត់ដៃបត់ជើងនិងទិញឲ្យញ៉ាំរួចហើយព្រះអាទិត្យក៏ចាប់ផ្ដើមរះហើយពន្លឺព្រះអាទិត្យដែលភ្លឺតិចៗនៅទីនេះគឺថាស្អាតខ្លាំងមែនទែនរួចហើយពួកយើងក៏បានមកខាងលើដើម្បីថតរូបលេងហើយខាងលើនេះគឺរឹតតែស្អាតទៀតអ្នកទាំងអស់គ្នាយើងឃើញភ្នំធំល្វឹងល្វើយជាមួយនឹងអាប់ហើយនឹងពន្លឺព្រះអាទិត្យដែលរះតិចៗនៅទីនេះធ្វើឲ្យអារម្មណ៍យើងកាន់តែស្រស់ថ្លាហើយរំសាយអស់នូវរាល់ទីកង្វល់នានាបន្ទាប់ពីយើងថតរូបលេងនៅទីនេះហើយយើងក៏បានធ្វើដំណើរទៅមុខបន្តទៀតដោយយើងនឹងធ្វើដំណើរចេញពីផ្លូវលបឿនលឿនទៅកាន់កំពង់ផែហើយយើងជិះឡានប្រហែលជាង2ម៉ោងយើងក៏បានទៅដល់សហគមន៍នេសាទជ្រោយប្រោះពេលដែលយើងមកដល់ទីនេះភ្លាមយើងក៏ឃើញរូបក្តាមថ្មមួយធំអាចថានៅទីនេះសម្បូរក្តាមថ្មអ្នកទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលភ្លេចយកអីវ៉ាន់មកឬក៏អត់បានយកមកទេក៏អត់អីដែរនៅទីនេះមានលក់ទាំងអស់ដូចជាសាច់បន្លែផ្លែឈើគ្រឿងសមុទ្រគ្រឿងទេសជូងឬក៏គ្រឿងភេសជ្ជៈផ្សេងហ្នឹងគឺមានទាំងអស់ហើយថែមទាំងមានសម្ភារៈប្រើប្រាស់ដូចជាកំបិតដង្កៀបតកកអីហ្នឹងបងប្អូនមិនបាច់ភ័យទេបើសិនជាបងប្អូនភ្លេចឬក៏អត់បានយកមកទេក៏អាចទិញនៅទីនេះបានដែរបន្ទាប់ពីយើងបានទិញរបស់របរបន្ថែមរួចហើយយើងក៏នាំគ្នាអញ្ជូនអីវ៉ាន់យកទៅដាក់នៅលើទូកហើយនេះគឺជាផ្លូវដែលយើងដើរទៅទូកហ្នឹងគឺយើងបានឃើញប្រជាពលរដ្ឋដែលគាត់លក់ដូរនៅតាមដងផ្លូវហ្នឹងជាមួយនឹងទស្សនវិជ្ជានៃការរស់នៅរបស់ប្រជាពលរដ្ឋដែលគាត់រស់នៅតាមមាត់ទឹកហ្នឹងដែលភាគច្រើនយើងឃើញពួកគាត់ប្រកបមុខរបរជាអ្នកនេសាទការជិះឡានពីភ្នំពេញរហូតមកដល់កន្លែងទូកដែលយើងត្រូវឡើងទៅកោះកុងក្រៅហ្នឹងគឺយើងបានមកដល់នៅម៉ោង 9:30 នាទីបន្ទាប់ពីយើងជញ្ជូនអីវ៉ាន់យកទៅដាក់នៅលើទូកហើយពួកយើងក៏ចេញដំណើរទៅពួកយើងជិះទូកបណ្ដើរមើលទេសភាពបណ្ដើរហើយបងដែលនៅខាងមុខនេះគឺគាត់កំពុងតែរៀបចំស្ទូចទុកយកទៅស្ទូចត្រីហើយបងប្អូនយើងនៅខាងក្រៅនេះគឺគាត់មានការងាររវល់រៀងខ្លួនហើយមិនយូរប៉ុន្មានយើងក៏បានឃើញភូមិមួយនៅលើកោះកណ្ដាលសមុទ្រហើយបន្ទាប់ពីការជិះទូករបស់យើងប្រហែលជាជិត2ម៉ោងមកទីបំផុតយើងក៏បានមកដល់កោះកុងក្រៅការដែលបានមកដល់កោះកុងក្រៅនេះគឺជាលើកទី1ហើយសម្រាប់ខ្ញុំហើយឆ្នេរដែលពួកយើងបានមកលេងនេះគឺជាឆ្នេរទី3ហើយសម្រាប់បងប្អូនដែលគាត់អត់ដែរបានមកលេងកោះកុងក្រៅទេគួរតែឆ្លៀតពេលមកលេងឲ្យបានម្ដងព្រោះថានៅកោះកុងក្រៅនេះគឺជាកន្លែងទេសចរណ៍បែបធម្មជាតិដែលមានទេសភាពស្អាតខ្លាំងមែនទែននៅទីនេះមានឆ្នេរខ្សាច់ដែលមានពណ៌សភ្លឺស្អាតរីឯទឹកសមុទ្រវិញមានពណ៌ខៀវថ្លាដែលយើងអាចឆ្លុះឃើញដល់បាតរីឯនៅលើកោះវិញមានរុក្ខជាតិតូចធំដែលមានពណ៌ខៀវស្រងាត់ជាមួយនឹងដើមដូងដែលដុះរីប៉ាយពេញមាត់ឆ្នេរខ្ញុំថែមទាំងឮគេថានៅទីនេះមានទឹកជ្រោះបែបធម្មជាតិដែលពួកយើងអាចទៅមុជទឹកលេងកម្សាន្តបានបន្ទាប់ពីយើងជញ្ជូនអីវ៉ាន់យកមកដាក់នៅលើកោះរួចហើយពួកយើងក៏រៀបចំចម្អិនអាហារដើម្បីញ៉ាំសម្រាប់ពេលថ្ងៃត្រង់បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចហើយពួកយើងក៏រៀបចំសម្ភារៈខ្លះៗដើម្បីឡើងទូកទៅស្ទូចត្រីបងគឺតែប៉ុណ្ណឹងស៊ីវិញខ្ញុំហើយកត្រាមែនតានេះកត្រាមែនទេតាអឺមិនស៊ីតាស៊ីនេះអត់នេះស៊ីមែនតាខ្ញុំយល់ហើយបាយមួយទេជុំទៅមកអូ my god
เข้าหนุ่มเพิ่มบ้านแต่แม่นเหรอเซ็ตsai quá là cùng cầm vào bên đấy. ăn muối ơi ui xíu thôi xíu nha xe xóm tí mướp cắt thấy bên xóm không ô anh ấy cặp bót anh đang nhắm mặt cá đấy toàn bông bông nhắm mắt ra đượcแต่แล้วเนี่ยไปเจอกับเพียไปด่าเราถอดเลยถอดกาเลย បន្ទាប់ពីយើងមកពីស្ទូចត្រីវិញពួកយើងក៏នាំគ្នាថតរូបលេងជាមួយនឹងថ្ងៃលិចដ៏ស្រស់ស្អាតនៅតាមមាត់ឆ្នេរប៉ុន្តែថ្ងៃលិចនេះលិចបាត់ហើយអ្នកទាំងអស់គ្នាខ្ញុំថតអត់ទាន់បន្ទាប់មកពួកយើងក៏នាំគ្នាចែកកន្លែងដើម្បីបោះតង់គេងយប់នេះហើយនេះគឺជាតង់ដែលខ្ញុំគេងបន្ទាប់ពីយើងលេងទឹកសមុទ្រហើយយើងក៏នាំគ្នាលាងខ្លួនជាមួយនឹងទឹកស្អាតហើយយើងក៏នាំគ្នារៀបចំអាហារពេលល្ងាចរបស់ពួកយើងហើយអាហារពេលល្ងាចនេះក៏មានត្រីដែលយើងស្ទូចបាននៅថ្ងៃមិញដូចគ្នារសជាតិត្រីនេះគឺថាផ្អែមឆ្ងាញ់មែនទែនអញ្ចឹងវីដេអូដំណើរកម្សាន្តមកកាន់កោះកុងក្រៅរបស់យើងបានចប់ហើយអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនារហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀត